យើងវិលមកជួបគ្នាសាជាថ្មីជាមួយនឹង Channel TSR សម្រាប់អ្នកម្ដងទៀតđấy នៅក្នុងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតđấyដែលចង់ចែករំលែកទៅដល់អ្នកទាំងអស់គ្នាផងដែរខ្ញុំនឹងមាន app មួយដែលយើងអាច download បាននៅលើ iPhone ដែល app នេះផងដែរគឺជា app ល្អសម្រាប់អ្នកទាំងអស់គ្នាស្ដាប់ប្រចាំថ្ងៃចឹងទៅគឺជាកម្មវិធីមួយអនុញ្ញាតឲ្យយើងធ្វើការចាក់បទចម្រៀងប្រើអ៊ីនធឺណិតដោយអត់មានជាប់ logo ឬក៏ ad ផ្សេងៗទេហើយវាក៏គ្មានពាណិជ្ជកម្មផងដែររាល់ដងគឺយើងប្រើតាម YouTube គឺយើងត្រូវបង់ Premium ចំណែក YouTube របស់ខ្ញុំគឺ YouTube Premium អញ្ចឹងខ្ញុំអាចស្ដាប់ lock screen បានតែយើងអត់ចង់ចំណាយទៅលើ YouTube Premium ទេយើងអត់ចង់បង់លុយប្រចាំខែអូខេអញ្ចឹងយើងមានកម្មវិធីមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាយកទៅប្រើប្រាស់ផងដែរអូខេហើយទីនៅផងដែរគឺមានឈ្មោះថា ProTube អ្នកទាំងអស់គ្នាអញ្ចឹងយើងអាចចូលទៅ download បាននៅក្នុង App Store របស់យើងអញ្ចឹងយើងចូលទៅក្នុង App Store ហើយបន្តទៀតយើងធ្វើការ search ខាងក្រោមនេះមកហើយយើងគ្រាន់តែវាយពាក្យថា ProTube ចឹងមកអ្នកទាំងអស់គ្នាយើងសរសេរពាក្យថា ProTube មិនបាច់ដក clear ទេអូខេបន្ទាប់ពីសរសេរហើយនៅវានៅលើនឹងតែម្ដងអញ្ចឹងយើងចុចលើនឹងមកហើយវានឹងបង្ហាញយើងអូមកក្រោមបន្តិចនេះគឺជាកម្មវិធីហ្នឹងដែលកម្មវិធីហ្នឹងជាក់ស្ដែងគឺខ្ញុំបានតម្លើងរួចហើយបន្ទាប់ពីអ្នកទាំងអស់គ្នាតម្លើងហើយយើងធ្វើការចុច open ធម្មតាមកគឺចុចមកវាមានទ្រង់ទ្រាយបែបហ្នឹងម្ដងគឺវាអត់មានពាណិជ្ជកម្មញ៉ៃហើយវាមាន Premium សម្រាប់ YouTube មួយយើងចូលទៅក្នុង YouTube ហើយយើងធ្វើការអាច search បទចម្រៀងមួយដែលអ្នកទាំងអស់គ្នាពេញចិត្តបានហើយយើងដាក់បទអីក៏បានដែរអញ្ចឹងខ្ញុំសាកមើលបទហ្នឹងមួយខ្ញុំនឹងធ្វើការចាក់ឲ្យអ្នកទាំងអស់គ្នាមើលយើងគ្រាន់តែចុចលើវាទៅនេះគឺវាដើរទៅតែម្ដងដោយអត់មានពាណិជ្ជកម្មទេហើយយើងអាចធ្វើការ lock screen បានដោយអត់មានបញ្ហាទេនេះយើងអាច lock screen បានគឺវាលឺធម្មតាអញ្ចឹងវាលឺធម្មតាយើងអាចធ្វើការចាក់បានដោយសេរីផងដែរអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយអ្នកនរគ្នាកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់ខ្ញុំជារៀងរាល់សប្តាហ៍ផងដែរ